រឿងសត្វកំប្រុកស៊ីខ្ជានៅក្នុងព្រៃជ្រៅមួយសត្វទីតូចចំណាស់ដ៏ឆ្លៀសវៃតែងតែចែករំលែកមេរៀនជាមួយសត្វវ័យផ្សេងប៉ុន្តែកំប្រុកតូចមួយមិនដែលស្ដាប់ទេសត្វទីតូចបានព្រមានថារដូវរងានឹងមកដល់ឆាប់នេះចូលរៀបចំអាហារទុកបំរុងតាមដែលអាចធ្វើបានប៉ុន្តែកំប្រុកមិនខ្វល់ទេពីមួយថ្ងៃទៅមួយថ្ងៃសត្វកំប្រុករត់លេងយ៉ាងសប្បាយបន្ទាប់មករដូវរងាបានមកដល់ហើយព្រៃក៏ត្រជាក់ហើយស្ងប់ស្ងាត់កំប្រុកឃ្លានពុំអាចរកអ្វីបរិភោគបានឡើយកូនកំប្រុកតូចកាន់តែខ្សោយទៅគាត់ចេញពីសម្បុកដើម្បីរកអាហារប៉ុន្តែគ្មានអ្វីអាចបរិភោគបានសត្វដទៃបានឃើញដល់ក្តីអាណិតអាសូរពួកគេក៏បានចែករំលែកអាហាររបស់ពួកគេជួយសត្វកំប្រុកដែលស្រេកឃ្លានដែលរដូវរងាបានកន្លងផុតទៅពួកគេចាប់ផ្ដើមរស់នៅជាធម្មតានៅពេលនេះសត្វទីតុយបានរំលឹកគាត់ថាឲ្យយកចិត្តទុកដាក់នៅពេលរៀនសូត្រហើយចាប់ពីថ្ងៃនោះមកកំប្រុកតូចបានស្ដាប់ទៅយកចិត្តទុកដាក់ហើយគេចេះប្រមូលចំណីទុកមិនដូចថ្ងៃមុនឡើយ